សៀវភៅដើរតាមបេះដូងភាគទី3ធម្មជាតិមិនដែលស្រឡាញ់មួយស្អប់មួយនោះឡើយភាពជោគជ័យនិងសេចក្តីរីករាយរបស់អ្នកគឺត្រូវពឹងផ្អែកលើច្បាប់ធម្មជាតិនិងគោលការណ៍សកលហើយវាថែមទាំងពឹងផ្អែកលើរបៀបប្រើប្រាស់ច្បាប់និងគោលការណ៍ទាំងនោះផងដែរ 1. ច្បាប់លូតលាស់របស់ក្របធញ្ញជាតិ 2. ច្បាប់ហេតុនិងផល 3. នៅពេលខ្លួនអ្នកប្រសើរឡើងល្បែងជីវិតរបស់អ្នកក៏កាន់តែធំនិងស្មុគស្មាញ 4. វិន័យផ្ទាល់ខ្លួន 5. ចូលរៀនសម្របខ្លួនច្បាប់សកលនៅពេលគ្រូខាងវិស័យផ្លូវចិត្តល្បីៗនិយាយអំពីដំបូន្មានរបស់ពួកគេតែងតែលើកមកនិយាយនៅរឿងដែលទាក់ទងនឹងការដាំគ្រាប់ធញ្ញជាតិនិងការដងទឹកមែនហើយពួកគេក៏និយាយផងដែរអំពីរដូវដំណាំនិងត្រីព្រោះមនុស្សកាលពីសម័យនោះយល់ជ្រៅជ្រះអំពីការដាំដំណាំនិងការនេសាទត្រីជាងអ្វីៗទាំងអស់ប៉ុន្តែធម្មជាតិគឺមានអត្ថន័យជ្រាលជ្រៅជាងនេះឆ្ងាយណាស់ច្បាប់ធម្មជាតិគឺជាច្បាប់ដែលមានអត្ថិភាពជានិច្ចពីមុនក៏ដូច្នេះឥឡូវក៏ដូច្នេះហើយតទៅថ្ងៃអនាគតក៏នៅតែដូច្នេះមិនខ្វល់ថាអ្នកគឺជាអ្នកឃ្វាលពពែឬជាអ្នកសរសេរកម្មវិធីកុំព្យូទ័រទេច្បាប់ធម្មជាតិនឹងអនុវត្តលើអ្នកដូចតែគ្នា1. ច្បាប់លូតលាស់របស់ក្របធញ្ញជាតិនៅក្នុងសៀវភៅទី1របស់ខ្ញុំក្រោមចំណងជើងថា Being Happy ខ្ញុំបានពិភាក្សាអំពីច្បាប់ធម្មជាតិមួយចំនួននៅក្នុងជំពូកនេះវិញខ្ញុំនឹងនិយាយអំពីច្បាប់ធម្មជាតិច្រើនបន្ថែមទៀតចូលយើងចាប់ផ្ដើមពីច្បាប់របស់ក្របធញ្ញជាតិមេរៀនអំពីក្របធញ្ញជាតិគឺអ្នកអាចច្រូតកាត់បានតែនៅបន្ទាប់ពីអ្នកដាំតែប៉ុណ្ណោះអ្នកជីកដីនិងស្រោចទឹកលើដំណាំដែលអ្នកដាំនេះហៅថាការខិតខំប្រឹងប្រែងបន្ទាប់មកអ្នករងចាំមួយរយៈនេះគេហៅថាការអត់ធ្មត់ហើយបន្ទាប់មកអ្នកនឹងច្រូតកាត់យកផលរបស់ដំណាំនោះដូច្នេះការខិតខំប្រឹងប្រែងបូកនឹងការអត់ធ្មត់ស្មើនឹងលទ្ធផលជាញឹកញាប់មនុស្សយើងតែងតែមិនយល់ឬមិនខ្វល់អំពីគោលការណ៍សកលនេះឡើយពួកគេចូលចិត្តនិយាយថាបើខ្ញុំដាក់គ្រាប់សណ្តែកដាំនៅថ្ងៃនេះតើថ្ងៃស្អែកខ្ញុំនឹងទទួលបានអ្វីមកវិញហើយចម្លើយរបស់សំណួរនេះងាយទេគឺបានគ្រាប់សណ្តែកដែលសើមទៅទឹកហាច្បាប់របស់ក្របធញ្ញជាតិចែងថាអ្នកដាំនៅថ្ងៃនេះហើយអ្នកនឹងច្រូតកាត់វានៅថ្ងៃក្រោយចូលដាក់គ្រាប់សណ្តែកដាំឥឡូវនេះហើយអ្នកនឹងច្រូតកាត់វានៅក្នុងរយៈពេល4ខែក្រោយប្រសិនបើមនុស្សគ្រប់គ្នាដាំដំណាំដើម្បីទុកហូបដោយខ្លួនឯងគេប្រកាសជាយល់អំពីបញ្ហានេះច្បាស់មិនខានប៉ុន្តែជាអកុសលសម័យនេះគឺជាសម័យដែលគេហូបអាហារកញ្ចប់Fred និយាយថាបើខ្ញុំមានការងារសមរម្យមួយពេលនោះខ្ញុំនឹងខំប្រឹងធ្វើការមិនខានប៉ុន្តែការងារដែលខ្ញុំកំពុងតែមាននេះគឺជាការលាងចានប៉ុណ្ណោះដូច្នេះតើខ្ញុំខំប្រឹងបានការអីគិតខុសហើយ Fred បើលោកខ្លាចជាអ្នកលាងចានដ៏ខ្លាំងពូកែម្នាក់នៅក្នុងទីក្រុងរបស់លោកពេលនោះវាច្បាស់ជាមាននរណាម្នាក់នឹងចាប់អារម្មណ៍លើលោកមិនខានឬនឹងមាននរណាម្នាក់ដំឡើងឋានៈឲ្យលោកឬលោកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯងដែលអារម្មណ៍នេះនឹងលើកទឹកចិត្តឲ្យលោកស្វែងរកទទួលបានការងារដែលលោកពិតជាចូលចិត្តដូច្នេះមុនដំបូងបង្អស់គឺត្រូវខិតខំប្រឹងប្រែងហើយបន្តមកអ្នកនឹងបានផលដើម្បីច្រូតកាត់វាគឺជាគោលការណ៍ធម្មជាតិអ្នកមិនអាចត្រឡប់គោលការណ៍ទាំងនេះបានឡើយម៉ារីនិយាយថាបើដំឡើងតំណែងឲ្យខ្ញុំនឹងឈប់ដេកនៅកន្លែងធ្វើការមិនខានចំណែកឯ Fred និយាយថាបើឲ្យប្រាក់ខែខ្ញុំបន្ថែមទៀតខ្ញុំនឹងលេងងាកឈឺមិនខានចេននិយាយថាបើខ្ញុំមានអាពាហ៍ពិពាហ៍ល្អខ្ញុំនឹងធ្វើល្អដាក់ប្តីខ្ញុំមិនខានកាតក្រេឌីតនិងរូបភាពផលិតផលអនឡាញលើកទឹកចិត្តឲ្យយើងទិញឥឡូវនេះភ្លាមដោយបញ្ចុះតម្លៃរហូតដល់ចុងខែកុម្ភៈហើយពេលចូលដល់ខែមិនិនាយើងក៏ដាច់ដៃតែម្ដងអ្វីផ្សេងទៀតគឺមានដំណើរដូចគ្នានេះចូលរកលុយឥឡូវនេះសិនហើយចាំចាយនៅពេលក្រោយវាគឺល្អជាងទិញឥឡូវនេះហើយចាំរកលុយបង់តាមក្រោយមេរៀនមួយទៀតដែលយើងរៀនពីសួនច្បារគឺនៅពេលអ្នកដាំគ្រាប់សណ្តែកចំនួន1គីឡូ12គ្រាប់អ្នកនឹងមិនទទួលបានដើមសណ្តែកចំនួន1គីឡូមកវិញទេ Fred ដាំគ្រាប់សណ្តែកមួយចំនួននៅក្នុងសួនច្បាររបស់គាត់គ្រាប់មួយចំនួនត្រូវក្រៀមស្វិតដោយពន្លឺព្រះអាទិត្យមួយចំនួនទៀតត្រូវខូចចំណែក 3-4 គ្រាប់ទៀតត្រូវសត្វចាបចឹកស៊ីទីបំផុត Fred នៅសល់គ្រាប់តូចតែ2ប៉ុណ្ណោះហើយគាត់ស្រែកថាវាអយុត្តិធម៌ណាស់អត់ទេ Fred ជីវិតគឺបែបនេះឯង
ដើម្បីរកមិត្តល្អឲ្យបាន3នាក់អ្នកត្រូវចាប់ផ្ដើមពីការជួបមនុស្សឲ្យបានច្រើននាក់ដើម្បីរកបុគ្គលិកដែលល្អម្នាក់អ្នកត្រូវធ្វើសម្ភាសន៍យ៉ាងហោចណាស់50នាក់ដើម្បីរកអតិថិជនល្អ2 3នាក់អ្នកត្រូវចាប់ផ្ដើមតាក់ទងអតិថិជនឲ្យបាន100នាក់ដើម្បីរកឃើញអាហារមួយដែលអ្នកចូលចិត្តបំផុតអ្នកត្រូវចូលភោជនីយដ្ឋានជាច្រើនកន្លែងគំនិតបុគ្គលិកនិងសូម្បីតែមិត្តភ័ក្តិរបស់អ្នកជាច្រើនអាចនឹងត្រូវប៉ាងទៅតាមខ្យល់ឬត្រូវចិត្តសត្វចឹកស៊ីការនេះមិនមែនជាអ្វីអ្នកត្រូវឆ្លោះនឹងតវ៉ានោះទេតែវាគឺជាបញ្ហាដែលអ្នកត្រូវតែយល់ថាធម្មជាតិគឺបែបនេះឯងអ្នកត្រូវតែត្រៀមខ្លួនដើម្បីប្រឈមនឹងការពិតនេះ2ច្បាប់ហេតុនិងផលបើសិនជីវិតរបស់អ្នកគឺជាដើមដែលក្រិនមិនសូវលូតលាស់ល្អរឿងទី1ដែលត្រូវធ្វើមុនគេបង្អស់គឺអ្នកត្រូវពិនិត្យមើលឡើងវិញថាអ្នកបាននឹងកំពុងដាក់អ្វីខ្លះនៅក្នុងដើមនោះមានមនុស្សខ្លះនិយាយថាខ្ញុំក្រោកនៅព្រឹកព្រលឹមបន្ទាប់មកខ្ញុំហាត់ប្រាណខ្ញុំរៀនសូត្រខ្ញុំចិញ្ចឹមបីបាច់ទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកដទៃខ្ញុំខំប្រឹងធ្វើការអស់កម្លាំងកាយចិត្តហើយទីបំផុតដូចជាគ្មានអ្វីល្អកើតឡើងនៅក្នុងជីវិតខ្ញុំសោះតែអ្នកធ្លាប់ឮពាក្យសម្ដីបែបនេះឬទេជីវិតរបស់អ្នកគឺជាបណ្ដុំនៃរចនាសម្ព័ន្ធធម៌ពលមួយប្រសិនបើគ្មានអ្វីល្អកើតឡើងក្នុងជីវិតរបស់អ្នកទេវាគឺជាកំហុសផ្ទាល់របស់អ្នកលកឹកណាអ្នកទទួលស្គាល់ថាអ្វីដែលអ្នកបានដាក់បញ្ចូលនៅក្នុងជីវិតរបស់អ្នកគឺជាកត្តាដែលបានកំណត់ស្ថានភាពរបស់អ្នកពេលនោះទើបអ្នកលែងមានអារម្មណ៍ថាខ្លួនឯងជាជនរងគ្រោះយើងប្រហែលជាមើលទៅជីវិតរបស់អ្នកដទៃហើយស្រែកឡើងថាតើច្បាប់ហេតុផលនេះវាយ៉ាងម៉េចរាល់ត្រូវបានគេដំឡើងឋានៈហើយយើងក៏ស្រែកឡើងថាហេតុអ្វីបានជាគាត់សមនឹងឡើងឋានៈអ្នកចិត្តខាងរៀបចំពិធីអបអរសាទរខួបទី40នៃសុភមង្គលជីវិតអាពាហ៍ពិពាហ៍របស់គេហើយយើងក៏ស្រែកថាហេតុអ្វីបានជាពួកគេសំណាងល្អម្ល៉េះអ្វីកើតឡើងនៅលើលោកនេះអាចធ្វើឲ្យយើងមិនយល់ប៉ុន្តែច្បាប់ហេតុនិងផលគឺអនុវត្តលើមនុស្សទាំងអស់ដូចគ្នារាល់ផលដែលធ្លាក់មកលើជីវិតរបស់យើងគឺតែងតែបណ្ដាលមកពីហេតុដែលយើងបានបង្កើតដោយចេតនាក្តីឬអចេតនាក្តីដោយដឹងខ្លួនឬដោយមិនដឹងខ្លួនក្តីព្រោះបង្ហាញមន្តស្នេហ៍ទៅកាន់នារីរបស់គាត់តាមរយៈពេជ្រនិងទឹកអប់នៅពេលពួកគេចាក់ចេញពីគាត់ស្រែកឡើងថាពួកគេស្រឡាញ់គាត់ព្រោះតែលុយរបស់គាត់ប៉ុណ្ណោះប្រសិនបើអ្នកទៅស្ទូចត្រីហើយយកគ្រាប់ពេជ្រមកធ្វើជានុយអ្នកនឹងចាប់បានតែត្រីណាដែលចូលចិត្តស៊ីគ្រាប់ពេជ្រតែប៉ុណ្ណោះតើសេចក្តីនេះស្ដាប់មើលទៅគួរឲ្យភ្ញាក់ផ្អើលដែរឬទេ Wendy ធ្វើដំណើរទៅទីក្រុងក្នុងសម្លៀកបំពាក់បង្ហាញដើមទ្រូងពេលនោះនាងស្រែកទាំងកំហឹងថាមនុស្សប្រុសត្រូវការតែខ្លួនប្រាណរបស់នាងតែប៉ុណ្ណោះប្រុសមួយចំនួនឈរហើយតាមសម្លឹងមើលចង្អូរគល់ដោះរបស់នាងតើនេះវាចម្លែកមកពីណាគំនិតសំខាន់បើយើងស្មោះត្រង់នឹងខ្លួនឯងយើងមុខជាអាចសរសេរបញ្ជីរាយនាមរបស់គ្រប់យ៉ាងដែលបាននឹងកំពុងកើតឡើងលើយើងហើយថែមទាំងអាចមើលឃើញថាតាមពិតយើងខ្លួនឯងទេដែលបាននឹងកំពុងព្យាយាមបង្កើតរបស់ទាំងអង្គនោះឡើងចូលកុំខ្វល់ថាច្បាប់សកលកំពុងតែអនុវត្តលើអ្នកជិតខាងរបស់អ្នកបែបនេះឬបែបនោះផ្ទុយមកវិញចូលពិនិត្យមើលច្បាប់ហេតុនិងផលដែលកំពុងតែអនុវត្តលើជីវិតរបស់អ្នកខ្លួនឯងដូចជាអនុវត្តលើទំនាក់ទំនងលើភាពជោគជ័យនិងការបរាជ័យរបស់អ្នកពេលនោះអ្នកនឹងមានសន្តិភាពផ្លូវចិត្តជាមិនខាន3នៅពេលខ្លួនអ្នកប្រសើរឡើងល្បែងជីវិតរបស់អ្នកកាន់តែធំនិងស្មុគស្មាញនៅពេលយើងជោគជ័យលើហ្គេមតូចមួយយើងចាប់ផ្ដើមលេងហ្គេមមួយទៀតដែលធំជាងមុនហើយកាន់តែធំទៅនៅពេលយើងចាប់ផ្ដើមចូលសាលាយើងចាប់ផ្ដើមរៀនពីថ្នាក់ទី1បន្ទាប់មកយើងឡើងថ្នាក់ទី2ទី3និងបន្តទៀតវាគឺជាប្រព័ន្ធសកលមួយហើយគោលការណ៍របស់វាគឺនៅពេលខ្លួនអ្នកប្រសើរឡើងល្បែងជីវិតរបស់អ្នកកាន់តែធំនិងស្មុគស្មាញនៅកន្លែងណាមួយលើដងវិថីជីវិតមនុស្សប្រែជាភ្លេចអំពីទស្សនវិជ្ជានេះ Fred កំពុងពុះពៀរកប្រាក់មកបង់ថ្លៃរំលោះឡានរបស់គាត់ធ្វើការអស់រយៈពេល20ឆ្នាំគាត់បានសន្សំលុយបានត្រឹមតែ87 សេនគត់គាត់ស្រែកថាបើខ្ញុំមានលុយ$1 លានខ្ញុំនឹងរៀនអំពីរបៀបសន្សំលុយខុសហើយ Fred បេសកកម្មរបស់លោកនៅពេលនេះគឺទៅរៀនសន្សំលុយ$10ឲ្យបានសិនមុននឹងដល់$100បន្ទាប់មកសន្សំ$100ឲ្យបានសិនមុននឹងដល់$1000ហើយចេះតែបន្តធ្វើរហូតដល់$1 លាន
Candy គឺជាអ្នកចម្រៀងនៅក្នុងរាងកាសាលមួយហើយនាងចង់ក្លាយជាតារាចម្រៀងល្បីល្បាញម្នាក់នាងនិយាយថាបើខ្ញុំមានទស្សនិកជន 1000 នាក់ខ្ញុំនឹងប្រឹងសម្ដែងឲ្យពួកគេមើលឲ្យអស់ពីសមត្ថភាពប៉ុន្តែបើលោកគិតថាខ្ញុំគួរតែព្យាយាមសម្ដែងឲ្យភ្ញៀវ 5-6 នាក់នោះទស្សនាលោកនិយាយអីចឹងគឺឈួតហើយវាជាការខ្ជិះខ្ជាយទេពកោសល្យអត់ប្រយោជន៍ប៉ុន្តែតាមពិតនៅពេល Candy រៀនអំពីរបៀបសម្ដែងឲ្យមនុស្ស 6 នាក់មើលបន្ទាប់មកនាងនឹងមានទស្សនិកជន 12 នាក់បន្ទាប់មកនាងនឹងមាន 100 នាក់ហើយថ្ងៃណាមួយនឹងមានទស្សនិកជន 1000 នាក់មកមើលការសម្ដែងរបស់នាងជីមលោកបានធានារ៉ាប់រងចេញអំពីការច្រឡៃតូចមួយគាត់មានបុគ្គលិកម្នាក់ប៉ុណ្ណោះហើយគាត់កំពុងគិតចង់បញ្ឈប់នាងពីការងារជីមត្អូញត្អែថាបើខ្ញុំមានបុគ្គលិកល្អ 12 នាក់ខ្ញុំនឹងទេជីមលោកមិនអាចចាប់ផ្ដើមភ្លាមធ្វើការបានល្អជាមួយក្រុមការងារចំនួន 12 នាក់ឡើយលុះត្រាតែលោកចាប់ផ្ដើមធ្វើការឲ្យបានល្អជាមួយក្រុមដែលមានសមាជិក 2 នាក់ជាមុនសិនជីវិតគឺជាការលូតលាស់ម្ដងមួយកម្មសំណួរសំខាន់ជាទីបំផុតដែលខ្ញុំចង់សួរនោះគឺតើអ្នកប្រើប្រាស់របស់ដែលអ្នកកំពុងមាននៅក្នុងដៃបានច្រើនប៉ុណ្ណាហើយចម្លើយប្រហែលជាមិនច្រើនទេដូច្នេះហើយទើបដូចជាគ្មានអ្វីប្រសើរជាងមុនសោះនៅក្នុងជីវិតរបស់អ្នកគំនិតសំខាន់ពិភពលោកផ្ដល់រង្វាន់អាស្រ័យលើការប្រឹងប្រែងមិនអាស្រ័យលើការដោះសារឡើយរបស់មួយនាំអ្នកទៅកាន់របស់មួយទៀតនៅពេលដែលពិភពលោករបស់ខ្ញុំហាក់ដូចជាគាំងស្ដុកស្ដឹងខ្ញុំតែងតែក្រឡេកមើលទៅអ្នកដទៃដែលកំពុងមានជីវិតសប្បាយរីករាយអស្ចារ្យហើយឆ្ងល់នឹងខ្លួនឯងថាហេតុអ្វីបានជាជីវិតរបស់ពួកគេប្រែជាផ្អែមល្ហែមខ្លាំងម្ល៉េះក្រោយមកទើបខ្ញុំរកឃើញថាគឺព្រោះតែពួកគេបានចាប់ផ្ដើមនៅកន្លែងណាមួយនៃដងវិថីជីវិតរបស់ពួកគេការចាប់ផ្ដើមតូចមួយនោះបាននាំពួកគេទៅកាន់កន្លែងមួយហើយមួយទៀតរហូតមកដល់ទីនេះពេលខ្លះយើងធ្វើកំហុសព្រោះតែខំប្រឹងប្រែងរើសខ្លាំងពេកយើងប្រហែលមិនទទួលយកការងារមួយដែលគេផ្ដល់ឲ្យដោយហេតុផលថាវាមិនមែនជាការងារដែលខ្ញុំចូលចិត្តខ្ញុំសូមណែនាំអ្នកថាបើនេះគឺជាការងារតែមួយគត់ដែលអ្នកអាចរកបានក្នុងកលៈទេសៈនេះចូលចាប់យកវាទៅបន្ទាប់មកធ្វើការងារនេះឲ្យបានល្អហើយសម្លឹងមើលថាវាកំពុងតែនាំអ្នកទៅកាន់របបផ្សេងទៀតបើអ្នកគ្មានរបស់ធំណាមួយដើម្បីចាប់ផ្ដើមទេចូលចាប់ផ្ដើមពីតូចចូលលោតចាប់វាភ្លាមសហគ្រិនម្នាក់ឈ្មោះ John McCormack បានរៀបរាប់អំពីរបៀបដែលមិត្តរបស់គាត់ឈ្មោះ Nick ទទួលបានការងារមួយនៅសហរដ្ឋអាមេរិក Nick គឺជាជនអន្តោប្រវេសន៍គាត់គ្មានលុយហើយក៏មិនអាចនិយាយភាសាអង់គ្លេសបានដែរគាត់បានដាក់ពាក្យធ្វើការងារជាអ្នកលាងចាននៅក្នុងភោជនីយដ្ឋានអ៊ីតាលីមួយមុនម៉ោងធ្វើសម្ភាសន៍ជាមួយម្ចាស់ហាង Nick បានដើរទៅកាន់បន្ទប់ទឹករបស់ភោជនីយដ្ឋានហើយលាងសម្អាតវាយ៉ាងស្អាតបន្ទាប់មកគាត់ចាប់យកច្រាសមួយហើយដុសខាត់ឥដ្ឋរហូតដល់គ្មានស្នាមប្រឡាក់ឡើយពេល Nick ដល់ម៉ោងទៅសម្ភាសម្ចាស់ហាងព្យាយាមសួររកមូលហេតុអ្វីបានជាចូលទៅលាងបង្គន់វាមានអ្វីកើតឡើងមែនទេ Nick ឆ្លើយថាព្រោះមកពីខ្ញុំចង់ធ្វើការជាអ្នកលាងចានខ្លាំងពេក Nick ក៏ទទួលបានការងារនេះមួយសប្តាហ៍ក្រោយមកចុងភៅធ្វើអាហារសាឡាត់បានឈប់ពីការងារហើយ Nick ក៏ចាប់ផ្ដើមតម្រង់ផ្លូវរបស់គាត់ទៅកាន់ខ្លាយជាមេចុងភៅម្នាក់នៅពេលខ្ញុំឮមនុស្សនិយាយថាឥឡូវនេះវាគ្មានការងារធ្វើទេខ្ញុំតែងតែនឹកឃើញដល់ Nick និងច្រាសដែលគាត់យកទៅលាងឥដ្ឋនោះគំនិតសំខាន់ចូលចាប់ផ្ដើមពីកន្លែងដែលអ្នកអាចរកបានចូលធ្វើឲ្យអស់ពីកម្លាំងកាយចិត្តនៅការងារដែលកំពុងស្ថិតនៅចំពោះមុខអ្នកហើយឱកាសថ្មីនឹងចាប់ផ្ដើមស្វែងរកអ្នកមិនខាននេះគេហៅថាការកសាងកេរ្តិ៍ឈ្មោះឬគេហៅថារបស់មួយនាំអ្នកទៅកាន់របស់មួយទៀតគោលការណ៍របស់សត្វកង្កែបមានរឿងមួយដែលគេចូលចិត្តលើកមកនិយាយដែលស្ដីអំពីសត្វកង្កែបនិងទឹកមួយធុងរឿងនេះឆ្លុះបញ្ចាំងអំពីច្បាប់ធម្មជាតិមួយដែលគេហៅថាច្បាប់រិចរិលប្រសិនបើអ្នកយកកង្កែបមួយដែលឆ្លៀវវៃហើយស្វាហាប់ហើយទម្លាក់វាទៅក្នុងធុងទឹកមួយដែលមានទឹកកំពុងតែពុះតើមានអ្វីកើតឡើងច្បាស់ណាស់គឺកង្កែបលោតចេញមកវិញយ៉ាងលឿនព្រោះភ្លាមនោះកង្កែបសម្រេចចិត្តថាទីនេះមិនសប្បាយទេខ្ញុំចេញទៅវិញហើយប៉ុន្តែប្រសិនបើអ្នកយកកង្កែបដដែលនេះហើយទម្លាក់វាទៅក្នុងធុងដែលមានទឹកត្រជាក់ស្រួលហើយលើកធុងនេះដាក់ទៅលើចង្ក្រានភ្លើងមួយហើយដំឡើងភ្លើងបន្តិចម្ដងបន្ទាប់តើអ្នកនឹងមានអ្វីកើតឡើងកង្កែបនោះមានអារម្មណ៍ថាត្រជាក់ស្រួល 2-3 នាទីក្រោយមកវានឹងនិយាយនឹងខ្លួនឯងថាទីនេះកក់ក្ដៅស្រួលខ្លាំងណាស់មិនយូរទេអ្នកនឹងទទួលបានកង្កែបឆ្អិនមួយក្បាល
អ្វីទៅជាចំណុចអប់រំរបស់រឿងនេះគឺវាចង់ឆ្លុះបញ្ចាំងថាជីវិតកាត់ឡើងសន្សឹមដោយកង្កែបនេះអញ្ចឹងយើងអាចប្រែជាមនុស្សល្ងង់ខ្លៅហើយនៅពេលដឹងខ្លួនវិញគឺវាហួសពេលទៅហើយដូច្នេះយើងត្រូវតម្កល់ស្មារតីឲ្យជាប់ជានិច្ចលើអ្វីៗដែលកំពុងតែកើតឡើងនៅជុំវិញខ្លួនសំណួរប្រសិនបើអ្នកក្រោកពីដំណេកនៅព្រឹកស្អែកហើយភ្លាមនោះស្រាប់តែខ្លួនប្រាណរបស់អ្នកឡើងទម្ងន់20គីឡូភ្លាមតើអ្នកនឹងព្រួយបារម្ភដែរទេច្បាស់ណាស់អ្នកប្រកាសជាបារម្ភអ្នកនឹងទូរស័ព្ទទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ឥឡូវនេះខ្ញុំស្រាប់តែធាត់ភ្លាមមិនដឹងខ្លួនផ្ទុយមកវិញបើទំនងងន់នេះកើតឡើងសន្សឹម1គីឡូក្នុងមួយខែ1គីឡូទៀតនៅខែក្រោយនឹងចេះតែបន្តឡើង1គីឡូក្នុងមួយខែយើងបែរជាមិនព្រួយបារម្ភអំពីវាឡើយហេតុទាំងបណ្ដោយខ្លួនទៅតាមវាថែមទៀតផងបើថ្ងៃនេះអ្នកចំណាយលើខ្ទង់ចំនួន$10ក្នុងមួយថ្ងៃវាមើលទៅដូចជាគ្មានបញ្ហាធំដុំឡើយប៉ុន្តែបើអ្នកធ្វើម្ដងទៀតនៅថ្ងៃស្អែកហើយម្ដងទៀតនៅថ្ងៃបន្ទាប់និងម្ដងទៀតជារៀងរាល់ថ្ងៃទីបំផុតអ្នកនឹងដាច់យ៉ៃមិនខានចំពោះមនុស្សដែលដាច់យ៉ៃមនុស្សដែលឡើងគីឡូនិងមនុស្សដែលលែងលះគ្នាហេតុការណ៍ទាំងនេះជានិច្ចកាលមិនកើតឡើងភ្លាមទាំងស្រុងតែម្ដងនោះទេវាកើតឡើងសន្សឹមបន្តិចម្ដងថ្ងៃនេះឡើងបន្តិចថ្ងៃស្អែកឡើងបន្តិចហើយទីបំផុតថ្ងៃធំក៏មកដល់អូចប់បាត់ហើយពួកគេក៏ស្រែកឡើងថាហេតុអ្វីបានទៅជាអញ្ចឹងជីវិតគឺជាដំណើរដែលកើតឡើងបន្តិចម្ដងរបស់មួយបន្ថែមលើរបស់មួយទៀតដូចជាដំណក់ទឹកដែលបំបែកថ្មមួយផ្ទាំងគោលការណ៍របស់កង្កែបកំពុងតែក្រើនរំលឹកយើងឲ្យតាមដានមើលថានឹងមានអ្វីកើតឡើងនាពេលខាងមុខថ្ងៃនីមួយយើងសួរខ្លួនឯងថាតើខ្ញុំកំពុងតម្រង់ទិសនៅកន្លែងណាបើតើខ្ញុំមាំមួនមានសុខភាពល្អរីករាយនិងមានបានជាងកាលពីឆ្នាំមុនដែរឬទេបើអត់ទេយើងចាំបាច់ត្រូវតែផ្លាស់ប្ដូរទង្វើដែលយើងកំពុងតែធ្វើសប្តាហ៍ថ្ងៃនេះចេញទីនេះគឺរបស់មួយដែលគួរឲ្យខ្លាចគឺគ្មានអ្វីនៅនឹងថ្កល់នោះឡើយអ្វីគឺតែងតែប្រែប្រួលទៅមុខឬទៅក្រោយដូច្នេះបើអ្នកមិនរីកចម្រើននៅមុខទេអ្នកប្រហែលជាកំពុងតែរអិលថយក្រោយហើយ4វិន័យចូលដាក់វិន័យខ្លួនឯងឲ្យធ្វើការងារតូចតាចដែលអ្នកមិនចូលចិត្តហើយថ្ងៃណាមួយអ្នកនឹងមានសមត្ថភាពដើម្បីធ្វើការងារធំដែលអ្នកចូលចិត្តមិនខានវិន័យមិនមែនជាពាក្យដែលមនុស្សគ្រប់គ្នាចូលចិត្តឡើយបើស្ទង់ប្រជាប្រិយភាពរបស់វាការឈឺចាប់របស់ពាក្យនេះគឺអាចស្ថិតនៅនឹងកន្លែងមួយរវាងការឈឺនៃជំងឺពីរគឺការឈឺធ្មេញនិងជំងឺរាគរូសប៉ុន្តែវិន័យផ្ទាល់ខ្លួនអាចធ្វើឲ្យអ្វីៗផ្លាស់ប្ដូរទាំងស្រុងបានជីវិតគឺជាការដោះដូរបើចង់បានរង្វាន់ធំក្នុងរយៈពេលយូរអង្វែងយើងត្រូវតែលះបង់ការសប្បាយក្នុងរយៈពេលខ្លីការដាក់វិន័យឲ្យខ្លួនឯងធ្វើកិច្ចការតូចៗដូចជាការអានសៀវភៅជាងការមើលទូរទស្សន៍ជាដើមអាចនាំឲ្យអ្នកទៅកាន់កិច្ចការធំបានពោលគឺធ្វើឲ្យគុណភាពជីវិតរបស់អ្នកកាន់តែប្រសើរជាងមុនការដាក់វិន័យខ្លួនឯងឲ្យធ្វើកិច្ចការតូចៗដូចជាការហាត់ប្រាណ3ដងក្នុងមួយសប្តាហ៍អាចនាំអ្នកទៅកាន់កិច្ចការធំបានពោលគឺធ្វើឲ្យជីវិតរបស់អ្នកមានសុខភាពល្អជាងមុនការដាក់វិន័យតូចៗលើខ្លួនឯងដូចជាការសន្សំលុយចំនួន$20ក្នុងមួយថ្ងៃជាជាងចាយម្ដងឲ្យអស់ពីខោប៉ៅនឹងនាំឲ្យអ្នកទៅកាន់កិច្ចការធំបានពោលគឺអ្នកនឹងមានលុយទិញផ្ទះល្វែងដោយខ្លួនឯងគន្លឹះដើម្បីបង្កើតវិន័យលើខ្លួនឯងគឺមិនមែនធ្វើឡើងតាមរយៈអណ្ដាតភ្លើងរបស់សន្ទុះចិត្តដែលនឹកឃើញភ្លាមធ្វើភ្លាមនោះទេវាគឺត្រូវធ្វើឡើងតាមរយៈការដឹងមូលហេតុច្បាស់លាស់ថាដើម្បីអ្វីប្រសិនបើអ្នកដឹងច្បាស់មូលហេតុថាដើម្បីដោះបំណុលចេញឲ្យអស់ពេលនោះវានឹងកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការដកលុយមកសន្សំទុកប្រសិនបើអ្នកដឹងច្បាស់ពីមូលហេតុថាចង់បង្កើនគុណភាពជីវិតរបស់អ្នកឲ្យប្រសើរឡើងពេលនោះវានឹងកាន់តែងាយស្រួលក្នុងការសិក្សារៀនសូត្ររបស់ផ្សេងទៀតដែលតាក់ទងនឹងវិន័យនៅពេលអ្នកមានវិន័យនៅក្នុងខ្លួនអ្នកមិនត្រូវការទទួលវិន័យពីមជ្ឈដ្ឋានខាងក្រៅឡើយហើយជាលទ្ធផលអ្នកនឹងដឹកនាំជីវិតខ្លួនឯងហើយអ្នកដទៃមិនអាចបញ្ជាអ្នកឲ្យធ្វើនេះឬធ្វើនោះបានឡើយផ្ទុយមកវិញនៅពេលអ្នកមិនមានវិន័យលើខ្លួនឯងនោះទេអ្នកនឹងទទួលវិន័យពីមជ្ឈដ្ឋានខាងក្រៅមនុស្សដែលមិនអាចដាក់វិន័យលើខ្លួនឯងបានជាញឹកញាប់តែងតែធ្លាក់ទៅក្នុងការងារដែលស្ថិតក្រោមការបង្គាប់បញ្ជាពីអ្នកដទៃមនុស្សដែលគ្មានវិន័យតតែសោះគឺជាមនុស្សដែលដាក់ខ្នោះខ្លួនឯងសណ្ដាប់ធ្នាប់
ច្បាប់ទី1ដើម្បីលូតលាស់គឺសណ្ដាប់ធ្នាប់ដើម្បីឲ្យរបស់មួយរីកលូតលាស់វាត្រូវការរចនាសម្ព័ន្ធមួយដែលល្អចូលក្រឡេកមើលទៅដើមផ្កាមួយដើមចូលកាត់ដើមក្រូចមួយដើមហើយពិនិត្យមើលរចនាសម្ព័ន្ធខាងក្នុងរបស់វាឬពិនិត្យមើលរចនាសម្ព័ន្ធរបស់ឃ្មុំមួយសម្បុកពេលនោះអ្នកនឹងឃើញផ្នែកនីមួយៗគឺសុទ្ធតែមានវិន័យដើម្បីធ្វើកិច្ចការរបស់វារៀងៗខ្លួនធម្មជាតិរក្សារបស់ដែលមានប្រយោជន៍ហើយបោះបង់របស់ដែលជាកាកសំណល់នេះគេហៅថាសណ្ដាប់ធ្នាប់របស់ធម្មជាតិបើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នករីកចម្រើនអ្នកត្រូវតែមានយុទ្ធសាស្ត្រយ៉ាងណាធ្វើឲ្យមានសណ្ដាប់ធ្នាប់ដូចគ្នាបើអ្នកចង់ឲ្យជីវិតរីកត្រឹមស្រស័យជីវិតរបស់អ្នកត្រូវតែមានសណ្ដាប់ធ្នាប់ Fred និយាយថាការយល់ឡាយរបស់ខ្ញុំរញ៉េរញ៉ៃខ្លាំងណាស់ប៉ុន្តែវាគឺជាភាពរញ៉េរញ៉ៃដែលមានរចនាសម្ព័ន្ធត្រឹមត្រូវខ្ញុំពិតជាមានសមិទ្ធផលការងារខ្ពស់ខ្លាំងណាស់អូច្បាស់ហើយឬ Fred ខ្ញុំបិទភ្នែកស្រមៃឃើញ Fred ហាក់កំពុងតែត្រូវបានគេដាក់លើរទេះហើយរុញទៅកាន់បន្ទប់វះកាត់ខួរក្បាលដើម្បីរកក្រុមគ្រូពេទ្យវះកាត់មួយក្រុមដែលគ្មានសណ្ដាប់ធ្នាប់នៅក្នុងបន្ទប់របស់ពួកគេគឺពោរពេញទៅដោយគំនរមជុលបង់រំរបួសនិងដបថ្នាំចាស់ៗជាច្រើនគ្រូវះកាត់និយាយថាបន្ធូរអារម្មណ៍ទៅ Fred នៅក្នុងបន្ទប់នេះគឺរញ៉េរញ៉ៃខ្លាំងណាស់ប៉ុន្តែយើងអាចគ្រប់គ្រងស្ថានភាពបានពេញទីកុំបារម្ភអីតែអ្នកយល់ថា Fred មានអារម្មណ៍បែបណាចំពោះស្ថានភាពនេះនៅពេលកន្លែងមួយទាមទារឲ្យមានសកម្មភាពការងារប្រព្រឹត្តទៅបានល្អវាត្រូវតែមានសណ្ដាប់ធ្នាប់ល្អអ្នកពន្លត់អគ្គិភ័យតែងតែដឹងច្បាស់ពីកន្លែងដែលពួកគេទុកមួកសុវត្ថិភាពចំណែកអ្នកបើកឡានតែងតែមានកន្លែងតែមួយគត់ដើម្បីទុកសោឡានគ្មានអ្វីដែលអាចដោះលូតលាស់ល្អចេញអំពីគំនរកាកសំណល់រញ៉េរញ៉ៃបានឡើយដូច្នេះចូលរៀបចំទូដាក់ឯកសាររបស់អ្នកចូលសម្អាតធុងសម្រាមរបស់អ្នកមានរបស់មួយដែលអ្នកនឹងកត់សម្គាល់គឺលក្ខណៈខាងក្នុងគឺជាអ្នកកំណត់អាការៈខាងក្រៅបរិស្ថានរបស់អ្នកគឺជាអ្នកឆ្លុះបញ្ចាំងការគិតរបស់អ្នកជានិច្ចកាលនៅពេលផ្ទះរបស់អ្នកមានភាពរញ៉េរញ៉ៃវាឆ្លុះបញ្ចាំងឲ្យឃើញថាជីវិតរបស់អ្នកក៏រញ៉េរញ៉ៃផងដែរគ្មានការតស៊ូណាដែលខ្ជះខ្ជាយកម្លាំងឥតប្រយោជន៍ឡើយចូលយកទឹកកកមួយដុំដែលត្រូវបានកកដោយកម្លាំងសីតុណ្ហភាពដក50អង្សាសេហើយចាប់ផ្ដើមដុតកម្ដៅវាបន្តិចមកគ្មានអ្វីកើតឡើងឡើយប្រើប្រាស់ថាមពលកម្ដៅច្រើនទៅហើយនៅមិនទាន់មានលទ្ធផលភ្លាមនោះសីតុណ្ហភាពឡើងទៅដល់0អង្សាទឹកកកចាប់ផ្ដើមរលាយបន្តិចម្ដងពេលសីតុណ្ហភាពចេះតែកើនឡើងទីបំផុតទឹកក៏បង្ហាញខ្លួនឡើងឥឡូវចូលចេះរក្សាការដុតកម្ដៅនេះឲ្យជាប់ម្ដងទៀតមានថាមពលកម្ដៅជាច្រើនត្រូវបានប្រើប្រាស់ហើយវាគ្មានសេចក្តីរីករាយកើតឡើងនៅឡើយបន្ទាប់មកនៅប្រហែលជាសីតុណ្ហភាពឡើងដល់100អង្សាទឹកកកក៏កញ្ជ្រោលហើយបង្កើតជាចំហាយវាប្រែជាពុះគោលការណ៍អ្វីទៅពេលខ្លះសភាពខាងលើនេះក៏អាចកើតឡើងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរគឺពេលដែលយើងចំណាយថាមពលច្រើនណាស់ដូចជាលើគម្រោងឬកិច្ចការមួយតែវាហាក់ដូចជាគ្មានលទ្ធផលអ្វីកើតឡើងឬប្រសើរឡើងទាល់តែសោះប៉ុន្តែតាមពិតថាមពលរបស់អ្នកកំពុងតែបង្កើនការផ្លាស់ប្ដូរតូចៗមួយចំនួនរួចទៅហើយគ្រាន់តែអ្នកមើលវាមិនទាន់ឃើញតែប៉ុណ្ណោះចូលបន្តបញ្ជូនថាមពលរបស់អ្នកទៅក្នុងកិច្ចប្រឹងប្រែងរបស់អ្នកនោះពេលនោះអ្នកនឹងមើលទៅឃើញការផ្លាស់ប្ដូរទាំងស្រុងកើតឡើងមិនខានចូលចងចាំគោលការណ៍នេះទើបអ្នកមិនព្រួយបារម្ភនិងមិនអស់សង្ឃឹមខ្ញុំចូលចិត្តមើលមកខ្លួនឯងថាមានដំណើរការដូចជាហ្គេមម្យ៉ាងដែលគេហៅថា pinball ដូច្នេះគ្រប់ពេលវេលាដែលខ្ញុំប្រឹងប្រែងធ្វើអ្វីមួយដូចជារៀបចំតុឲ្យស្អាតនិពន្ធសៀវភៅជួយមិត្តភក្តិណាម្នាក់រៀនគូរគំនូរបង់ថ្លៃទឹកភ្លើងឬសូម្បីតែសាកល្បងធ្វើអ្វីមួយឲ្យបរាជ័យគឺខ្ញុំតែងតែដាក់ពិន្ទុមួយឲ្យខ្លួនឯងព្រោះខ្ញុំគិតថាការកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំនីមួយៗគឺដូចជាការសន្សំរង្វាន់ដាក់ក្នុងគណនីជីវិតរបស់ខ្ញុំដូច្នោះដែរប៉ុន្តែខ្ញុំមិនដឹងថាតើមានប៉ុន្មានពិន្ទុដែលខ្ញុំនឹងទទួលបានរង្វាន់បន្ទាប់ឡើយផ្នត់គំនិតនេះធ្វើឲ្យខ្ញុំមានសេចក្តីរីករាយនឹងកិច្ចការងារទាំងឡាយដែលខ្ញុំកំពុងតែធ្វើជាទង្វើធ្វើឲ្យខ្ញុំរឹងពឹងចង់បានតែលទ្ធផលធំៗភ្លាមហើយជានិច្ចកាលនៅពេលដែលការរំពឹងរបស់ខ្ញុំកាន់តែតិចវាកាន់តែធ្វើឲ្យខ្ញុំរីករាយ Bingo រួចរាល់ហើយមានការងារថ្មីមួយទៀតចូលមកហើយបានទទួលសម្បត្តិអញ្ជើញមួយទៀតហើយបានផ្ញើសម្បត្តិដូចរាល់ហើយឡាក់រលកយើងដឹងឮអំពីរលក
ដូចជារលកសំឡេងរលកពន្លឺរលកខួរក្បាលឬរលកអគ្គិសនីជាដើមចំណែកឯជីវិតក៏មានរលករបស់វាដែរគេហៅថារលកជីវិតបើតាមន័យធម្មតាពោលគឺមិននិយាយតាមពាក្យបច្ចេកទេសបែបវិទ្យាសាស្ត្រពាក្យរលកគឺសំដៅដល់របស់ទាំងឡាយដែលតែងតែធ្វើដំណើរជាក្រុមជាបាច់ឬជាចង្កោមដូច្នេះបើផ្អែកលើនិយមន័យនេះយើងឃើញថាវិបត្តិគ្រួសារការអញ្ជើញក្នុងពិធីរៀបអាពាហ៍ពិពាហ៍ឬការជួសជុលឡានគឺសុទ្ធតែជាចង្កោមនៃសកម្មភាពការពិចារណានិងការចងចាំសេចក្តីនេះនៅក្នុងចិត្តគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកព្រោះវាអាចជួយអ្នកបាននៅពេលអ្នកបញ្ចប់ខែនេះដោយគ្មានជាប់វិក័យប័ត្រទឹកភ្លើងវិក័យប័ត្រឈ្នួលផ្ទះឬវិក័យប័ត្រផ្សេងទៀតពេលនោះអ្នកនឹងនិយាយទៅកាន់ខ្លួនឯងថាខ្ញុំនឹងរៀបចំអ្វីគ្រប់យ៉ាងសម្រាប់ខែក្រោយទៀតដែលមានន័យថាអ្នករៀបចំខ្លួនដើម្បីទៅកាន់រលកមួយទៀតនៅពេលអ្នកធ្លាក់ខ្លួនទៅក្នុងចរន្តនៃរលកមួយបន្ទាប់ទៀតអ្នកនឹងនិយាយទៅកាន់ខ្លួនឯងថាខ្ញុំធ្លាប់ស្គាល់រលកនេះពីមុនរួចមកហើយវាគឺគ្រាន់តែជារលកដែលបោកបក់ជាបណ្ដោះអាសន្នប៉ុណ្ណោះ5ចូលចេះសម្របខ្លួនយើងរស់នៅក្នុងពិភពមួយដែលអ្វីគ្រប់យ៉ាងតែងតែផ្លាស់ប្ដូរមិនទៀងរដូវមួយចូលមកដល់ហើយវាក៏កន្លងផុតទៅឯទឹកឡើងហើយក៏ស្រកចុះវិញមានឡើងមានចុះមនុស្សទទួលបានការងារហើយក៏ត្រូវគេបញ្ឈប់ទៅវិញដូច្នេះអ្នកគួរតែរៀនអំពីច្បាប់ធម្មជាតិមួយដ៏សំខាន់គឺអ្វីតែងតែផ្លាស់ប្ដូរនៅពេលអ្នកយល់ច្បាស់អំពីច្បាប់នេះអ្នកនឹងលែងមានសេចក្តីខឹងសម្បារតទៅទៀតជាមិនខាននៅក្នុងថ្នាក់ជីវវិទ្យាការនៅវិទ្យាល័យខ្ញុំបានរៀនច្បាប់មួយគេហៅថាការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូររបស់បរិស្ថានឧទាហរណ៍យើងបានរៀនថាប្រសិនបើអ្នកគឺជាសត្វល្អិតដែលមានសម្បុរពណ៌បៃតងហើយរស់នៅក្នុងទីវាលដែលមានពណ៌ត្នោតហើយបើអ្នកមិនផ្លាស់ប្ដូរសម្បុររបស់ខ្លួនទេអ្នកនឹងជួបបញ្ហាធំមិនខានអ្នកអាចតវ៉ាថាទីវាលនេះគួរតែមានពណ៌បៃតងពីមុនវាធ្លាប់មានពណ៌បៃតងសោះហេតុអ្វីបានជាពេលនេះវាជាពណ៌ត្នោតទៅវិញឡាបើចេះតែអង្គុយតវ៉ាបែបនេះមិនយូរទេទីវាលនេះនឹងគ្មានសត្វល្អិតទៀតឡើយច្បាប់ធម្មជាតិគឺយុត្តិធម៌ឲ្យព្រៃផ្សៃថែមទៀតផងសម្របខ្លួនឬត្រូវស្លាប់វាគឺជាការគួរឲ្យសោកស្ដាយខ្លាំងណាស់ដែលកាលនោះលោកគ្រូជីវវិទ្យារបស់យើងមិនដែលនិយាយប្រាប់យើងសោះថាកត់ត្រាទុកនេះជាមេរៀនមួយរបស់ជីវិតគឺត្រូវរៀនសម្របខ្លួននៅក្នុងពិភពអាជីវកម្មរបស់ក្រុមហ៊ុនក្រាក់ក្នុងលោកអ្វីតែងតែផ្លាស់ប្ដូរហើយសូម្បីតែអ្នកជំនាញក្នុងវិស័យនេះក៏អាចភ្លេចខ្លួនអំពីសេចក្តីពិតនេះផងដែរនៅឆ្នាំ1927លោក Harry Warner អគ្គនាយកក្រុមហ៊ុន Studio Warner Brothers បាននិយាយថាតើទស្សនិកជនណាដែលចង់ស្ដាប់តួសម្ដែងនិយាយឆ្លងឆ្លើយគ្នានោះព្រោះកាលនោះភាពយន្តមានតែកាយវិការគ្មានសំឡេងនិយាយឆ្លងឆ្លើយគ្នាឡើយនៅឆ្នាំ1943លោក Thomas Watson ជាប្រធានក្រុមហ៊ុនកុំព្យូទ័រ IBM បានថ្លែងថាខ្ញុំគិតថាទីផ្សារពិភពលោកនេះគឺត្រូវការកុំព្យូទ័រ5គ្រឿងប៉ុណ្ណោះព្រោះកាលសម័យនោះកុំព្យូទ័រមានតម្លៃថ្លៃសម្បើមណាស់នៅឆ្នាំ1977លោក Ken Olsen ប្រធានក្រុមហ៊ុន Digital Equipment Corporation បាននិយាយថាវាគ្មានហេតុផលអ្វីដែលបុគ្គលម្នាក់ត្រូវការកុំព្យូទ័រដើម្បីប្រើនៅក្នុងផ្ទះរបស់ពួកគេនោះទេព្រោះកាលនោះកុំព្យូទ័រមានទំហំធំតម្លៃថ្លៃហើយគេប្រើតែនៅក្នុងស្ថាប័ននិងក្រុមហ៊ុនធំតែប៉ុណ្ណោះអ្វីដែលមិនមែនជាការពិតកាលពីមុនវាអាចក្លាយជាការពិតនៅពេលបច្ចុប្បន្នដោយករណីខាងលើហើយអ្វីដែលជាការពិតនៅថ្ងៃនេះវាប្រហែលជាលែងពិតទៀតនៅថ្ងៃស្អែកអ្វីដែលមានដំណើរការនៅថ្ងៃនេះវាប្រហែលអាចលែងមានដំណើរការទៀតនៅថ្ងៃស្អែកអ្វីគឺមិនឋិតថេរឡើយរបស់ឋិតថេរជានិច្ចគឺមានតែការប្រែប្រួលតែប៉ុណ្ណោះបើអ្នកចាកចេញពីផ្ទះចំនួន3ខែពេលត្រឡប់មកវិញអ្នកនឹងឃើញកូនរបស់អ្នកប្រែប្រួលមិនខានពេលនោះកូនងារបស់អ្នកអាចចេះនិយាយហើយហៅអ្នកថាប៉ាថែមទៀតផងមិនត្រូវនិយាយថាវាយុត្តិធម៌ឬមិនយុត្តិធម៌បែបនេះឬបែបនោះឡើយព្រោះអ្វីគ្រប់យ៉ាងកំពុងតែប្រែប្រួលជានិច្ចគំនិតសំខាន់បុគ្គលដែលមានសេចក្តីរីករាយមិនត្រឹមតែទទួលស្គាល់
ការផ្លាស់ប្ដូរថាជាសេចក្តីពិតតែប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទទួលយកវាផងដែរ ពួកគេគឺជាប្រភេទមនុស្សដែលតែងតែនិយាយថា វាគ្មានហេតុផលអ្វីដែលខ្ញុំចង់ឲ្យរយៈពេល5ឆ្នាំក្រោយមានសភាពដូចជារយៈពេល5ឆ្នាំដែលបានកន្លងផុតទៅនោះឡើយ។